យើងសាកសម័យមើលថានៅពេលដែលអ្នកទាំងអស់គ្នាភ្ញាក់នៅថ្ងៃស្អែកអ្នកទាំងអស់គ្នាបានដឹងខ្លួនថាអ្នកខ្លាចតែជាអ្នកមានជាងគេនៅក្នុងពិភពលោកនេះអ្នកមិនមែនជាមហាសេដ្ឋី100លានដុល្លារនោះទេហើយក៏មិនមែនជាមហាសេដ្ឋី1000លានដុល្លារនោះដែរប៉ុន្តែគឺជាមហាសេដ្ឋី100,000លានដុល្លារតែម្ដងហើយបើចង់ដឹងថា100,000លានដុល្លារទិញអ្វីបានខ្លះមកស្ដាប់វីដេអូនេះសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ David តោះទៅដឹងនឹងទាំងអស់គ្នាមុននឹងចាប់ផ្ដើមវីដេអូដែរខ្ញុំសូមណែនាំមកតកអមួយដែលមានឈ្មោះថា Meliora ហើយវាមាន4ក្លិនសម្រាប់ទាំងបរិសុទ្ធនិងនារីក្លិនរបស់វានីមួយៗ inspire ដោយ brand ទឹកអប់ល្បីៗតែម្ដងសម្រាប់អ្នកទាំងអស់គ្នាចង់បានខ្ញុំមានតម្លៃពិសេសជូនហើយ link Telegram នៅក្នុង description នៅខាងក្រោមសំណួរសួរថាបើសិនបើអ្នកមានលុយ100,000លានដុល្លារមែនតើអ្នកនឹងធ្វើអ្វីមុនគេកុំភ្លេច comment ប្រាប់ខ្ញុំនៅខាងក្រោមផងក៏ប៉ុន្តែនៅក្នុងសប្តាហ៍នេះខ្ញុំក៏មិនចង់ចេញវីដេអូដែរក៏ដោយសារតែប្រទេសយើងកំពុងតែមានសង្គ្រាមជាមួយនឹងចៅឈ្លានពានដូច្នេះហើយខ្ញុំក៏មិនសូវមានអារម្មណ៍ក្នុងការផលិតវីដេអូដែរក៏ប៉ុន្តែខ្ញុំគិតថាក្នុងវីដេអូរបស់ខ្ញុំត្រឹមតែ 5-6 នាទីនេះអាចបន្ធូរអារម្មណ៍ឬក៏បំបត្តិភាពតាប់ប្រមល់របស់បងប្អូនយើងបានធូរខ្លះៗដែរដូច្នេះហើយខ្ញុំក៏សម្រេចចិត្តធ្វើវីដេអូនេះឡើងហើយខ្ញុំក៏បានចូលរួមបរិច្ចាគជួយទៅដល់ជនភៀសសឹកនិងជួយបងកងទ័ពដូចគ្នាដូច្នេះបើអ្នកទាំងអស់គ្នាមិនទាន់បានជួយទេឬក៏អ្នកទាំងអស់គ្នាអាចចូលរួមជាមួយអ្នកដទៃផ្សេងៗ content creator ឬក៏ influencer ជាច្រើនដែលបានបើកនោះអ្នកទាំងអស់គ្នាអាចចូលរួមជាមួយពួកគាត់បានឥឡូវយើងវិលមកកាន់ប្រធានបទរបស់យើងវិញកាលពីឆ្នាំ2018ពិភពលោកយើងបានជួបប្រទះនឹងអ្វីមួយដែលមិនធ្លាប់មានពីមុនគឺការងើបឡើងនៃបុគ្គលម្នាក់ដែលមានទ្រព្យសម្បត្តិរហូតដល់100,000លានដុល្លារឯណោះត្រឹមតែចំនួនលេខនេះឯងគឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យអ្នកទាំងអស់គ្នាវិលមុខទៅហើយប៉ុន្តែនិយាយត្រង់ទៅអ្នកទាំងអស់គ្នាក៏ដូចជាខ្ញុំដែរប្រហែលជាធ្លាប់សម័យថាបើសិនបើយើងមានលុយបែបនេះមែនតើយើងគួរធ្វើអ្វីឬក៏ចាយបែបណាទៅបើសិនបើយើងមានលុយដល់កម្រិតនេះហើយយើងអាចរស់នៅជាមួយជីវិតដ៏សែនប្រណិតឬសូម្បីតែទៅសេប្រវត្តិសាស្ត្រឡើងវិញក៏អាចថាបានដែរក៏ប៉ុន្តែថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថាជាមួយនឹងលុយ100,000លានដុល្លារតើយើងអាចទិញអ្វីបានខ្លះជាដំបូងមនុស្សយើងវិនិច្ឆ័យនរណាម្នាក់ដែលថាមានមិនមែនស្ថិតលើចំនួនលុយដែលពួកគេមាននោះទេប៉ុន្តែស្ថិតលើអ្វីដែលពួកគេបានជ្រើសរើសធ្វើជាមួយនឹងវាអ្នកខ្លះចំណាយលុយទៅលើរថយន្តមួយគ្រឿងច្រើនជាងមនុស្សមួយគ្រួសារចំណាយទៅលើការរស់នៅនិងអប់រំរយៈពេល10ឆ្នាំទៅទៀតចំណែកអ្នកមានខ្លះទៀតបានចូលរួមមនុស្សធម៌ជាមួយនឹងមហាសេដ្ឋីនានាបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេភាគច្រើនរួបរวมគ្នាដើម្បីជួយឲ្យពិភពលោកយើងនេះកាន់តែប្រសើរឡើងប៉ុន្តែនៅក្នុងលក្ខខណ្ឌជាក់ស្ដែងបើសិនបើយើងចង់រស់នៅជាមួយនឹងភាពប្រណិតនោះយើងចាប់ផ្ដើមជាមួយនឹងការធ្វើដំណើរមិនមែនត្រឹមតែយើងជាយន្តហោះបែប first class នោះទេប៉ុន្តែយើងអាចហៅខ្លួនឯងថាជាម្ចាស់នៃផ្ទៃមេឃក៏ថាបានដែរជាមួយនឹងទ្រព្យសម្បត្តិរបស់អ្នកនេះអ្នកអាចទិញ Boeing 747S ប្រហែលជា250គ្រឿងឯណោះវាគ្រប់គ្រាន់ក្នុងការដំណើរការក្រុមហ៊ុនអាកាសចរខ្លួនឯងបាត់ទៅហើយបើសិនបើអ្នកចង់រស់នៅដូចជាស្ដេចក៏ធ្វើវាបានដែរជាមួយនឹងប្រទេសដែលមាន GDP ត្រឹមតែ90,000លានដុល្លារនោះលុយរបស់អ្នកអាចទិញប្រទេសនោះបានទាំងមូលតែម្ដងគឺប្រទេស Costa Ricaហើយពិភពលោករបស់យើងនេះអ្នកមើលវាលែងជាផែនទីទៀតហើយវានឹងក្លាយទៅជាក្តារអុកហើយគ្រប់អំណាចទាំងអស់គឺស្របទៅតាមអ្វីដែលអ្នកបញ្ជាហើយបើសិនបើអ្នកចង់បានអ្វីដែលខ្លាំងជាងនេះទៅទៀតកងនាវាយោធាចំនួន2ដែលនីមួយៗផ្ទុកជាមួយនឹងយន្តហោះឯកជនដែលត្រូវចំណាយត្រឹមតែ50,000លានដុល្លារតែប៉ុណ្ណោះជាមួយនឹងកងនាវា2នេះអំណាចរបស់អ្នកគឺគ្មានដែនកំណត់ក៏ប៉ុន្តែប្រហែលជាអ្នកចង់ហុំព័ទ្ធខ្លួនឯងជាមួយនឹងភាពស្រស់ស្អាតជាមួយនឹងពាក់កណ្ដាលនៃទ្រព្យសម្បត្តិរបស់អ្នកទាំងអស់គ្នាអ្នកអាចទិញបាននៅរាជវាំងវេសសៃដែលមានបន្ទប់រហូតដល់700បន្ទប់គំនូរ600ចម្លាក់400និងទឹកអប់ដែលមានតម្លៃរហូតដល់1,400 ដបប៉ុន្តែ100លានដុល្លារអ្នកមិនត្រឹមទិញបានប៉ុណ្ណេះទេអ្នកអាចមានលុយគ្រប់គ្រាន់ក្នុងការទិញសេតវិមាន The White House វាំង Buckingham និងវិមានរដូវរងា The Winter Palace នៅ Petersburg ក៏បានដែរសូម្បីតែព្រះរាជវាំងអធិរាជនៅតូក្យូក៏បានដែរក៏ទៅគឺទិញបានទាំងអស់តែម្ដងយើងអាចនិយាយបានថាជាមួយនឹងលុយ100,000លានដុល្លារនេះពិភពលោកនឹងលែងខ្លាយទៅជាកន្លែងដែលអ្នករស់នៅហើយប៉ុន្តែវានឹងខ្លាយទៅជារបស់អ្នកតែម្ដងហើយបើសិនបានអ្នកចូលចិត្តកីឡាល្អណាស់ព្រោះថាជាមួយនឹងទ្រព្យសម្បត្តិបែបនេះកន្លែងកីឡាគឺកន្លែងសប្បាយចាយលុយតែម្ដងអ្នកមិនត្រឹមតែទិញក្លឹបកីឡាមួយក្រុមនោះទេអ្នកទាំងអស់គ្នាអាចទិញទាំងលីកតែម្ដងឧបមាថា brand American Football របស់អាមេរិកជាមធ្យមមានតម្លៃត្រឹមតែ1,000លានដុល្លារតែប៉ុណ្ណោះជាមួយនឹង100,000លានដុល្លារអ្នកអាចក្លាយជាម្ចាស់ NFL តែម្ដងប៉ុន្តែមិនចាប់ត្រឹមនេះទេលុយទាំងអស់នេះអាចគ្រប់គ្រាន់ក្នុងការទិញ Major League Baseball, The Nation Hockey League ហើយបើសិនបើអ្នកចូលចិត្តបាល់ទាត់អ្នកអាចទិញ English Premier League យកមកមើលតែម្ដង
ក៏ប៉ុន្តែប្រសិនបើយើងមើលមកផ្នែកបខាងទៀតជាមួយនឹងលុយ$100,000នេះអាចផ្លាស់ប្ដូរអ្វីច្រើនជាងភាពលុយឆៃនៃជីវិតរបស់អ្នកទៅទៀតវាអាចផ្លាស់ប្ដូរជីវិតមនុស្សរាប់ពាន់លានអ្នកជាមួយនឹងលុយ$100,000អ្នកអាចបញ្ជូនសិស្សនិស្សិតរាប់លានអ្នកអាចទៅរៀននៅមហាវិទ្យាល័យរយៈពេល4ឆ្នាំដោយគ្មានបំណុលគ្មានការព្រួយបារម្ភអ្នកអាចបង្កើនថវិកាជំនួយដែលផ្ដល់អាហារផ្ដល់ថ្នាំពេទ្យផ្ដល់ការអប់រំនិងសន្តិសុខទៅដល់ប្រជាជននៅក្នុងប្រទេសជាង100ឯណោះហើយវាចំណាយត្រឹមតែ$60 លានតែប៉ុណ្ណោះដើម្បីជួយសង្គ្រោះផ្ទាំងថ្មប្រប្រាស់ទឹកឬក៏ Great Barrier Reef ដែលវាបានរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះហើយ$60 លានត្រឹមជាបំណែកតូចមួយនៃទ្រព្យសម្បត្តិរបស់អ្នកតែប៉ុណ្ណោះអ្នកទាំងអស់គ្នាចំណាយត្រឹមតែ$3,000 លានក្នុងមួយឆ្នាំតែប៉ុណ្ណោះអ្នកសេដ្ឋកិច្ចបាននិយាយថាចំណាយលុយត្រឹមនេះអ្នកអាចកាត់បន្ថយការខ្វះអាហារូបត្ថម្ភនៅលើសកលលោកបានរហូតដល់ 36% ដែលជួយសង្គ្រោះកុមារជាង100 លាននាក់ពីភាពអត់ឃ្លានជារៀងរាល់ឆ្នាំហើយបន្ថែមទៀត$2,000 លានក្នុងមួយឆ្នាំអ្នកអាចចំណាយទៅលើការស្រាវជ្រាវកសិកម្មដែលអាចបង្កើតជាសន្តិសុខស្បៀងសកលការពារជីវៈចម្រុះនិងការពារការកាប់បំផ្លាញព្រៃឈើបង្កើតអនាគតប្រកបទៅដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយហើយទាំងនេះមិនមែនជាការសម័យនោះទេទាំងនេះគឺជាផលប៉ះពាល់ដែលអាចវាស់វែងបាននៅក្នុងពិភពលោកពិតហើយទាំងនេះគឺជាអំណាចនៃទឹកលុយដែលអាចធ្វើទៅបាននៅក្នុងធនាគារក្នុងក្តីសម័យរបស់អ្នកសរុបសេចក្តីមកវិញយើងអាចមានអារម្មណ៍ចម្លែកថាលុយអាចធ្វើឲ្យពិភពលោកនេះវិលមុខបានក៏ប៉ុន្តែលុយមិនចាំបាច់ធ្វើឲ្យមនុស្សអាត្មានិយមតាមវានោះទេវាអាចកសាងអាចស្ដារអាចលើកតម្កើងនិងព្យាបាលពិភពលោកយើងនេះបានផងដែរនៅពេលដែលយើងប្រើប្រាស់វាដោយឆ្លៀសវៃទ្រព្យសម្បត្តិរបស់យើងនេះនឹងក្លាយទៅជាអំណាចហើយវានឹងក្លាយទៅជាលទ្ធភាពផងដែរដូច្នេះវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណគ្រប់គ្នាសម្រាប់ការទស្សនាវីដេអូនេះបាទអ្នកទាំងអស់គ្នាពេញចិត្តសូមកុំភ្លេចចុច like និង subscribe អ្នកទាំងអស់គ្នាក៏អាចចូលមើលវីដេអូផ្សេងៗរបស់ខ្ញុំបានផងដែរសូមអរគុណ